លោកបងស៊ីលោកបងត្រូវប្រយ័ត្ននឹងគ្នាឯងដែលឆាប់ជឿអ្នកផ្សេងណាព្រួយនៅទីងងឹតគឺពិបាកទប់ទល់ណាស់ដូច្នេះហើយស៊ីវអ៊ីងខ្ញុំតែងតែខាត់បងចំពោះគ្នាឯងទៅវិញពេលថ្ងៃលោកបងដោះលែងឈិនចៅលៀងឥឡូវនេះគេមករកលោកបងទៀតហើយឈិនយូលៀងគេមកធ្វើអីទៀតហើយពេលថ្ងៃពេលដែលលោកបងទុកជីវិតឲ្យគេតើលោកបងដឹងថាដៃជើងរបស់គេបញ្ចេញស្នៀតអ្វីទេខ្ញុំជាមនុស្សខ្វាក់អ្វីក៏ខ្ញុំមើលមិនឃើញដែរដៃគេគឺស្នៀតតោចាប់សន្សាងជើងគេគឺស្នៀតជើងបិសាចសៀវសិងខ្ញុំមិនដែលចាញ់បោកគេម្ដងទៀតជនថោកទាបបែបនាមនៅក្នុងពិភពក៏មានច្រើនណាស់ខ្ញុំសម្លាប់ឬមិនសម្លាប់មានអ្វីខុសគ្នាលោកស្រីហិនយើងអាចទុកជាមិត្តល្អដែរហេតុអីពេលនោះមិនព្រមនិយាយពេលនេះទើបតែមកប្រាប់ខ្ញុំចង់ឲ្យខ្ញុំសម្លាប់ចោលមែនទេយើងនឹងសម្លាប់ឯងដូចជាកូនមន់អញ្ចឹងតែយើងបាននិយាយគ្នាជាមុនហើយយើងឲ្យ10ឆ្នាំក្រោយចាំមករកយើងពីថ្ងៃនេះទៅកុំឲ្យយើងឃើញមុខឯងនៅលើកោះនេះទៀតបើមិនអញ្ចឹងទីមយើងនឹងយកជីវិតឯងភ្លាមលោកបងស៊ីប្រើតាជាជំនួសភ្នែកពិការពិតជាខ្លាំងមែនថ្ងៃក្រោយប្រកាសជាឆាប់ល្បីឈ្មោះស្ដេចតោឡើងវិញហើយនៅលើខ្លួនខ្ញុំបំណុលឈាមច្រើនណាស់ទោះជាស្លាប់ដោយវេទនាប៉ុណ្ណាក៏សមរម្យដែរតើប្រលោកនៅក្នុងពិភពគុណធ្វើអីទៀតអង្គរៈសាសនាមិញសម្រាប់មនុស្ស2 3នាក់មានអ្វីអស្ចារ្យលោកបងស៊ីតើនៅចាំឈ្មោះអង្គរៈទាំង4គឺស្វាយសមាសនិងខៀវដែរទេកាលពីមុនយើងនៅក្រមមេសាសនាយ៉ាងគឺលបងអ៊ីងស្ដេចប្រជាវរួមទាំងបងហើយនឹងខ្ញុំប្រឡប់ក្នុងពិភពគុណគ្មានគូប្រៀបគឺរឿងចាស់អត់ទៅហើយនៅរំលឹកដល់ណាត់ទៀតយើងចាស់អត់ទៅហើយណាប់លោកបងស៊ីខ្ញុំមិនទាន់ព្រឹកភ្នែកទេស្មានតែខ្ញុំមើលមិនដឹងវិជាគុណលបងរីកចម្រើនជាង20ឆ្នាំមុនទេកុំលាក់ខ្លួនលោកបងស៊ីនៅលើលោកនេះយើងមិនអាចរកបានយូរប្រហែលទៀតទេតាមខ្ញុំយល់អង្គរៈទាំង4រួមដៃគ្នាប្រឡប់ក្នុងពិភពគុណហើយធ្វើកិច្ចការធំដោយពុកកញ្ជ្រោលម្ដងទៀតបងអ៊ីងនឹងបងអួយប្រហែលជាស្លាប់បាត់បង់ជីវិតទៅហើយពិសេសគឺប្អូនទី4មិនអាចបាត់បង់ជំងឺត្រជាក់ប្រហែលជាគេស្លាប់បាត់ទៅហើយលើកនេះលបងខុសហើយស្ដេចឥន្ទ្រីចិញ្ចើមផ្សរស្ដេចប្រជាវស្លាប់ខៀវកំពុងតែនៅលើភ្នំគុណមិញទិញពួកគេនៅគង់មិញទិញហេតុអីព្រោះបាក់ធំទាំង6រួមដៃវាយប្រហារគុណមិញទិញថាម៉េចលបងស៊ីលបងនយោជិតទុកដាក់នឹងសាសនាមិញតែផ្ដាំរស់ជាមនុស្សបកសាសនាមិញស្លាប់ក៏ជាខ្មោចបកសាសនាមិញបងស្អីអីលោកស្រីហិនចង់យករឿងទាំងនេះមកបោកយកដល់ទឹកសិលងខ្ញុំហ៎លបងខ្ញុំសួរយាយហើយលើបកសាសនានឹងយ៉ាងមិនទៅហើយមិត្តចាស់យើងនឹងយ៉ាងមិនទៅហើយយាយថាយាយមិនដឹងយាយថាមិនបានស៊ើបសួរក្នុងពិភពគុណទីមចោលនេះវាយ៉ាងមិនដែរខ្ញុំទទួលស្គាល់ពេលថ្ងៃខ្ញុំអត់និយាយត្រង់ទេឥឡូវខ្ញុំនិយាយត្រង់ហើយអាលីគឺជាចៅស្រីរបស់លបងអ៊ីងគេបានប៉ះពាល់ដល់ឪពុកគេឈ្មោះអ៊ីងយេវាងឪពុកគេចង់សម្លាប់គេគឺខ្ញុំជួយគេអាលីមតាពិតមែនទីមលោកតាខ្ញុំហ៊ានកុហកលោកតាទីនេះជាការពិតសម្ដីអាលីលបងគួរតែជឿហើយខ្ញុំជឿអាលីរៀបរាប់ពីរឿងបាក់ទាំង6ឡោមព័ទ្ធភ្នំគួនមិញទិញឲ្យអ្នកក្លាហានសៀតដឹងទៅព
ពេលនោះខ្ញុំត្រូវដុនជាអឺមីចាប់ទៅជាលងភ្នំអ៊ីសៀនដើម្បីជួបជាមួយសាយលីនអូតាំងហួសានខុងថងខុនលុនតាមផ្លូវត្រូវស្ដេចប្រជាចាប់ទៅ ស្ដេចប្រជាអត់មានទៅជួបឈាមនាងទេ អត់ទេក៏សុកចិត្តរងាខ្លួនឯងក៏ដោះអាងឲ្យខ្ញុំ ជារឹកស្ដេចប្រជាអត់កែប្រែសមមុខអក្រក់ចិត្តល្អចូលលទ្ធផលនោះវាយ៉ាងមិនដែរហើយមិត្តចាស់យើងនោះសពថ្ងៃនេះវាយ៉ាងមិនតើគេយ៉ាងមិនទៅហើយ លទ្ធផល និយាយទៅ លទ្ធផលកណ្ដាប់ផ្លូវខ្ញុំបានជួបលោកយាយបន្ទាប់មករឿងនេះខ្ញុំមិនដឹងទេ អាលីមស្ដេចឥន្ទ្រីសមហើយនៅស្ដេចប្រជាស្លាប់ខៀមទៅគង់មីងទិញមែនទេ បាត់តាំងខ្ញុំដឹងគឺមែន លោកស្រីហាន់អញ្ចឹងយាយខុសហើយពីមុនយាយរៀបការជាមួយនឹងលោកយាបហើយអត់ត្រូវជាមួយនឹងបងប្អូនយើងទាំងឡាយទេតែប៉ាក់យើងមានរឿងមិនក៏លោកយាយឆោអប់ដៃមួយអញ្ចឹង ខ្ញុំមិនអាចយកដើរទឹកជូឡុងបានទីបំផុតនៅតែចាញ់ក្របដៃដូនជីមេប៉ាអឺមីដដែលទោះជាខ្ញុំទៅភ្នំគួនមិញទិញក៏គ្មានមុខមាត់ប្រយុទ្ធជាមួយនឹងគេទៀតដែរដូច្នេះហើយកុំទៅប្រសើរជាង បើទាំង6ឡំពាត់គង់មីងទិញមិនមែនជារឿងធម្មតាទេ សាសនាមិញទោះជាស្លាប់ឬរស់ក៏អត់មានពាក់ព័ន្ធជាមួយនឹងខ្ញុំទៀតដែរ រឿងបុគ្គលតូចតាចការពៀបប៉ាក់ទៅជារឿងធំលោកស្រីហាន់លោកស្រីចិត្តចង្អៀតពេកហើយ ពេលមុនពេលដែលខ្ញុំបបាយប៉ាក់ឲ្យចេញមកខ្ញុំបានស្ដាប់ថាផ្ដាច់តំណែងតំណងពីសាសនាមិញពីមូលហេតុនេះតែភូជាងាយទុកខ្ញុំជាអ្នកក្រៅហើយមិនព្រមព្យាបាលរបួសឲ្យប្តីខ្ញុំភូជាងាយត្រូវខ្ញុំមកខំដល់ស្លាប់ស្ដេចនេះឲ្យស្វាយបានល្មើសនឹងសាសនាមិញខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយនឹងសាសនាមិញទៅហើយ ស្ដេចញាតិប៉ស្វាយយាយឈិញហួរជាស្ដេចញាតិប៉ស្វាយដែលជាមេនៃអង្គរៈទាំង4ណា និយាយថាខ្ចីដើរទឹកស៊ូឡុងយើងទៅទប់ទល់ជាមួយនឹងអ៊ីមីតាមពិតគឺយកទៅទប់ទល់ជាមួយនឹងយ៉ាងសៀវវ៉ាន់យ៉ាងអ្វីដែលនាងមិនអាចបំភ្លេចបានគឺចង់ចូលទៅផ្លូវសម្ងាត់គង់មីងទិញខ្ញុំរត់តែមិនឲ្យខ្ចីមានរឿងមួយខ្ញុំចេះតែគិតមិនយល់សពហេតុអីយាយដឹងរឿងដែលខ្ញុំនៅកោះពេញហួរ ដំណាក់កាលនេះខ្ញុំមិនលាក់បាំងទៀតទេមុននេះខ្ញុំបានជួបមនុស្សម្នាក់ឈ្មោះអូលីគឺទេវតាជួយខ្ញុំធ្វើឲ្យខ្ញុំឮពាក្យដែលគេនិយាយជាមួយនឹងកូនស្រីគេឲ្យខ្ញុំដឹងពីចំណុចខ្សោយនៅក្រោមការបង្ខិតបង្ខំរបស់ខ្ញុំគេក៏និយាយការពិន តកូលអ៊ីនៀមវាធ្លាប់ជួបមូជីកូនខ្ញុំមែនទេតើពិតមែនទេគឺគេប្រើល្បិចកុហកកូនខ្ញុំនឹងស៊ើបដឹងអានកំបាំងខ្ញុំហ៎ លោកបងស៊ីពីមុនវិជាគុណរបស់យើងទាំងពីរនាក់យ៉ាងម៉េចដែរ អង្គរៈទាំង4ពូកែរៀងខ្លួន ឥឡូវលោកបងអត់មានភ្នែកមួយគូចប់បោះប្រយុទ្ធជាមួយខ្ញុំទេ ខ្ញុំមានដើរទឹកស៊ូឡុងនៅក្នុងដៃខ្ញុំគឺស្មើនឹងភ្នែកខ្ញុំមួយគូ យាយចង់បានដើរទឹកស៊ូឡុងពីខ្ញុំចង់បង្ខំឲ្យខ្ញុំវាយជាមួយយាយគឺល្មើសនឹងពាក្យសម្បត្តិដែលពីមុនមកអង្គរៈទាំង4យើងរាប់អានគ្នាដូចជាបងប្អូនធន់អញ្ចឹងសៀវអ៊ីងខ្ញុំមិនចង់ធ្វើអញ្ចឹងទេ កុំចិត្តទុនថ្ងៃនេះបើខ្ញុំយកមិនបានដើរទឹកជលងទេខ្ញុំមិនឈប់ឡើយ បើយាយចង់បានដើរទឹកស៊ូឡុងពីខ្ញុំត្រូវតែសម្លាប់សៀវឈុំខ្ញុំសិន លោកស្រីហាន់ព្រោះយាយគឺជាស្ដេចនេះអើស្វាយឈ្មោះយាយមិនត្រូវនឹងដើមនេះទេ
ការប្រយុទ្ធលោកនាងគឺមានហេតុផលអាក្រក់ចំពោះយើងហើយជាដំបងទៅឃាតតោនេះអាចសម្លាប់តោខ្វាក់ឯងមុនទៅចាំខាងក្រោមមានចូលដែរអ្នកណាហ៊ានបំផ្លាញកិច្ចការធំរបស់យើងឆាប់បង្ហាញខ្លួនភ្លាមអាជូចាំងជីមិននឹងអាចទៅកាប់ទឹកសេកចាបាត់ដាក់ឆ្នាំរួចទៅហើយយាយជីហួរយាយសាហាវពេកហើយអាជូនាងមិនអីទេលោកបងនាងគឺបងអាជូគឺខ្ញុំអាជូនឹងទេពសាសនាមិញមកដល់ហើយក៏ប៉ុន្តែលោកជាអ្នកណាមេបកយ៉ាងបានផ្ដាំថាផ្លាកបញ្ជាភ្លើងទេចាប់តាំងពីចំនួនមេបកសឺទីវមកក៏បានបាត់ទៅហើយហេតុអីក៏នៅក្នុងកណ្ដាប់ដៃពួកគេទាំង3នេះតែនេះជាបញ្ជាភ្លើងទេមែនហើយគេទាំង3នេះជាបកសាសនាមិញដែរឬក៏អត់អង្គរៈស្ដេចនេះហេតុអីគុំលុបជង្គង់ដាក់បញ្ជាភ្លើងទេផ្លាកបញ្ជាភ្លើងទេខ្ញុំចេញពីសាសនាមិញយូរហើយកុំនិយាយឈ្មោះអង្គរៈស្ដេចនេះទៀតពួកលោកទាំង3មានឈ្មោះនៃតកូលអីផ្លាកបញ្ជាភ្លើងទេពនេះគឺពិតឬមិនពិតបានមកពីណាបើនិយាយចេញពីបាក់ទៅហើយកុំមកសួរអាយ៉ាយទៀតពីមុនមេសាសនាយ៉ាងនរោគេក៏គោរពខ្ញុំខ្លាចដែរក្នុងសាសនាមិញឯងជាស្អីដែរហ៊ានមកស្រែកលោឡាដាក់យើងឃើញផ្លាកបញ្ជាទេពដូចជាឃើញមេបាក់សៀឈុនមិនក៏លោកមនុស្សជង្គង់តើលោកទាំង3ជាអ្នកណាបើសិននៅក្នុងបកយើងសៀវឈុនខ្ញុំគួរតែស្គាល់តែនេះមិនមែនទីមផ្លាកបញ្ជាភ្លើងទីមតើពាក់ព័ន្ធអ្វីនឹងអ្នកទាំង3តើសាសនាមិញប្រភពដើមឡើយណានៅប៉សឺត្រូវហើយខ្ញុំជាបេសកជនហ៊ុយជីនៃបកធំបកមីងប្រចាំប៉សឺហើយពីរអ្នកទៀតគឺបេសកជននីវហ្វុងនិងលីវអ៊ីងពួកខ្ញុំទទួលបញ្ជាពីមេបកធំចេញពីប៉សឺមកភូមិភាគកណ្ដាលបានទទួលដំណឹងថាសាខានៅភូមិភាគកណ្ដាលថាមេបកបាត់ខ្លួនហើយសមាជិកបកកាប់សម្លាប់គ្នាធ្វើឲ្យអំណាចបកមានការអន់ខ្សោយទើបបញ្ជាឲ្យបេសកជនខ្យល់ពពកនិងចន្ទ្រា3អ្នកទៀតមកភូមិភាគកណ្ដាលពង្រឹងការងារបកពង្រួមបកនិងដឹកនាំបន្តមិនឲ្យខកខានឡើយប្រសិនណាមេបកធំចេញបញ្ជាហើយនេះជារឿងល្អបំផុតមិនចាំបាច់ឲ្យខ្ញុំទទួលភារកិច្ចនេះទៀតនេះចំណេះមិនដល់ច្បាស់ជាធ្វើឲ្យខូចកិច្ចការបកមិញសាសនាមិញនៅភូមិភាគកណ្ដាលធ្វើបិទតែចេញពីប៉សឺតែរាប់រយឆ្នាំមកនេះបានបង្កើតបកដោយខ្លួនឯងទៅហើយក៏អត់ទទួលការគ្រប់គ្រងពីបកធំនៅប៉សឺដែរលោកទាំង3មកដល់ភូមិភាគកណ្ដាលសៀវឈុនខ្ញុំស្វាគមន៍ណាស់តែបើឲ្យខ្ញុំលិតជង្គង់តើមានមូលហេតុទេនេះជាបញ្ជាភ្លើងទេពបកសាសនាមិញនៅភូមិភាគកណ្ដាលមេបកមុនត្រកូលសឺអត់មានសមត្ថភាពឥឡូវនេះបាត់ខ្លួនពេលនេះពួកយើងមកគ្រប់គ្រងបកសាសនាវិញឃើញបញ្ជាភ្លើងទេពដូចជាឃើញមេបកដូចជាខ្ញុំជឿសម្ដីលោកក៏ដោយប៉ុន្តែលោកមានបញ្ជាអ្វីដែរស្ដេចតោតាមវិន័យរបស់បកយើងក្រោយពេលដែលចូលបកមិនអាចក្បត់នឹងបកបានទេម្នាក់នេះបាននិយាយថារោគចាច់ចេញពីបកស្មើនឹងជួនក្បត់ក្នុងបករបស់យើងឆាប់កាត់ក្បាលគេភ្លាមចង់ឲ្យខ្ញុំសម្ដេចស្ដេចនេះឲ្យស្វ័យនិយាយទៅមិនអាចទេបកសាសនាមិញនៅភូមិភាគកណ្ដាលមិនមានវិន័យបែបនេះទេចាប់ពីថ្ងៃនេះទៅបកសាសនាមិញនៅភូមិភាគកណ្ដាលស្ដាប់បញ្ជាបកធំនៅប៉សឺជួនឲ្យក្បត់នឹងបកបើសិនជាទុកអាចបង្កគ្រោះដល់បកឆាប់កម្ចាត់គេទៅ